ប្រធានបទរបស់យើងតាក់ទងមួយនឹងស្ត្រីដែលមានស្បែកធ្លាក់ឬក៏ឬដួងបាតខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់អង្គនិងជំរាបសួរឯកឧត្តមលោកជំទាវលោកស្រីនេះយើងចូលទៅប្រធានបទរបស់យើងតែម្ដងទៅតាក់ទងមួយនឹងស្ត្រីដែលមានវ័យក្មេងៗមិនមែនតាក់ទងមួយនឹងវ័យចាស់ទេវ័យចាស់យើងគ្រាន់តែពួកគាត់លែងយកកូនហើយចាប់ពី40 ទៅគាត់លែងមានកូនហើយបើយើងនៅវ័យក្មេងៗដែលយើងអត់ទាន់មានណាដែលយើងអត់ទាន់មានកូនឬក៏ជួនកាលមានជួនកាលតាក់ទងជាមួយនឹងស្បែកធ្លាក់ហ្នឹងឬក៏ឬដងបាតហ្នឹងមានមិនទាន់មានគ្រួសារអត់ទាន់មានគ្រួសារមានអាហ្នឹងហើយយើងគួរព្យាបាលវាចេញអាហ្នឹងទាំងស្បែកធ្លាក់ទាំងឬដងបាតទាំងពូលីបអីនៅក្នុងកន្លែងពូជហ្នឹងគេយើងគួរព្យាបាលវាចេញទៅពីពុទ្ធស្ត្រីភាគរយសង្ឃថា85%កំឡុងដែលវាយើងមានផ្ទៃពោះត្រីមាសទី2ទី3តែតងត្រីមាសទី2ទី3ដែលវាធ្វើឲ្យសម្ពាធកូននឹងរុញធ្លាក់ទៅខាងក្រោមហ្នឹងហើយយើងអនាម័យអីវាអត់សូវបានដល់វាអាចធ្វើឲ្យអាស្បែកធ្លាក់ហ្នឹងហើមឈឺប៉ោងមកស្បែកធ្លាក់ក៏ឈឺឬដងបាតហ្នឹងក៏អាចឈឺដែរអាពួកពូលីបអីទូចៗនៅដុះនៅតាមទ្វារលិមុតហ្នឹងក៏វាអាចឈឺដែរដោយសារតាក់ទងមួយហ្នឹងស្ត្រីដែលពោពោះហ្នឹងគឺមានបញ្ហាអាចតាក់ទងមួយនឹងអនាម័យអាចតាក់ទងមួយនឹងកូនដែលមានសម្ពាធធំទៅវាជាសកត់ទៅលើខាងសរសៃឈាមនៅបាតហ្នឹងណាឬក៏វាសូតទូចនៅក្បែរនៅជុំវិញនៅលើស្បែកធ្លាក់នៅលើឬដងបាតហ្នឹងវាអាចធ្វើឲ្យហើមឈឺអាហ្នឹងយើងជិះមិនផុតទេប៉ុន្តែបើយើងជួយបានយើងព្យាបាលវាមុនទៅមុននឹងយើងយកសម្រេចចិត្តយកកូនដោយសារភាគរយច្រើននៅក្នុងត្រីមាសទីជួនកាលនៅចុងត្រីមាសទី3អត់ចិត្តឆ្លងទលេក៏អាចធ្វើឲ្យហើមឈឺដែរហើមឈឺភ្លាមពិបាកទ្រាំណាស់ហ្នឹងហើយយើងការព្យាបាលរបស់វាយើងត្រូវប្រើថ្នាំច្រើនគួរសមដែរណាដើម្បីប្រើព្យាបាលវាជាមានថ្នាំផ្សះមានទឹកថ្នាំចាត់អង្គុយត្រាំអីចឹងណាមានថ្នាំច្រើនដើម្បីកុំឲ្យប៉ះពាល់ដល់កូនយើងអាហ្នឹងយើងគួរព្យាបាលវាមុនទៅល្អជាងព្យាបាលវាមុនល្អព្យាបាលឲ្យវាស្អាតទៅហើយចាំដល់យើងមានផ្ទៃពោះទៅប៉ុន្តែត្រូវចាំថាវាមិនអស់ទេព្រោះអាត្រុំបូហ្នឹងណាព្រោះអាហើមឈឺភ្លាមណាវាជួនកាលអស់ជួនកាលត្រុំបូអាចកើតមានម្ដងអីឬក៏វាទូចចឹងទៅវាមិនមែនកំណត់ថាយើងព្យាបាលឲ្យវាបាត់ហ្មងឯងនៅភាគរយតិចទូចភាគរយតិចតែវាអាចធ្វើឲ្យមានត្រុំបូកើតដែរឈឺដែរណាវាមិនមែនកំណត់ថាយើងធ្វើឲ្យវាបាត់ហ្មងទេបាទណាចាប់ហើយប៉ុណ្ណឹងវីដេអូខ្លីៗបាទ